ទូការរីគុណសុកលីននិយាយរឿងប្រាក់ខែ$500មិនទាន់គូមានគូស្រាប់តែលោកផាញ់វណ្ណៈចេញមុខការពារបែបនេះថាប្រាក់ខែ$500តើគូមានគ្រួសារឬដៃគូជីវិតហើយឬនៅសំណួរដ៏សាមញ្ញមួយនេះកំពុងតែដុតកម្ដៅបណ្ដាញសង្គមឲ្យផ្ទុះការវែកញែកយ៉ាងក្តៅគគុកមនុស្សជាច្រើនបានលើកឡើងថានេះជាការមើលងាយនិងបន្ទាបបន្ថោកតម្លៃអ្នកមានប្រាក់ចំណូលទាបប៉ុន្តែតើវាជាការមើលងាយមែនឬជាតថភាពសង្គមដល់ប៉ះពាល់អារម្មណ៍ដែលយើងគ្រប់គ្នាមិនហ៊ានប្រឈមមុខជំរាបសួរប្រិមិត្តអ្នកស្ដាប់និងអ្នកទស្សនាទាំងអស់គ្នានាងខ្ញុំសូមស្វាគមន៍មកកាន់ Channel នៃការ Info ថ្ងៃនេះនាងខ្ញុំនឹងលើកយកប្រធានបទដ៏ក្តៅគគុកមួយនេះមកពិភាក្សាសម្រាយសាច់រឿងលំអិតនិងការវិភាគយ៉ាងស៊ីជម្រៅជូនប្រិមិត្តទស្សនានិងពិចារណាទាំងអស់គ្នាប្រិមិត្តអ្នកទស្សនាជាទីមេត្រីរឿងរ៉ាវនេះបានចាប់ផ្ដើមឡើងបន្ទាប់ពីវីដេអូកិច្ចសម្ភាសន៍មួយត្រូវបានផ្សព្វផ្សាយលើបណ្ដាញសង្គមដែលក្នុងនោះពិធីករបានចោទសួរទៅកាន់សុកលីននៅសំណួរត្រង់មួយថាតើប្រាក់ខែ$500គូមានគ្រួសារបានឬអត់ភ្លាមនោះសុកលីនបានឆ្លើយតបទៅវិញតាមទស្សនៈផ្ទាល់ខ្លួនរបស់នាងថាសម្រាប់ខ្ញុំគឺគិតថាអត់តន់គូមានទេ$500ព្រោះវាតិចសម្រាប់អ្នកមានដៃគូតែបើយើងចាយម្នាក់ឯងអាចបានតែបើមានដៃគូគឺត្រូវចំណាយច្រើនមិនត្រឹមតែប៉ុណ្ណោះសុកលីនក៏បានបន្ថែមការយកឃើញរបស់នាងយ៉ាងច្បាស់ទៀតថានាងមិនមែនហាមឃាត់មិនឲ្យមាននោះទេពោលគឺមិនមែនមិនឲ្យមានទេគឺមានបានគ្រាន់តែពេលមានលុយនឹងមកយើងអាចផ្គត់ផ្គង់គ្រួសារយើងគ្រាន់ឬអត់យើងអាចចិញ្ចឹមគេដោយសេចក្តីស្រឡាញ់ក្តីរំភើបបានឬអត់ប្រិមិត្តបន្ទាប់ពីវីដេអូខ្លីៗត្រូវបានគេកាត់ចេញពីកិច្ចសម្ភាសន៍ពេញហើយលើកយកមកចែករំលែកតគ្នានៅលើបណ្ដាញសង្គមស្រាប់តែប្រធានបទនេះបានផ្ទុះរលកនៃការរិះគន់យ៉ាងខ្លាំងក្លាអ្នកលេងបណ្ដាញសង្គមជាច្រើនជាពិសេសគឺខាងបរិះបានសម្ដែងការមិនពេញចិត្តនិងបានវាយតម្លៃថាសម្ដីរបស់សុកលីនគឺជាពាក្យសម្ដីមើលងាយមើលថោកដល់អ្នកដែលមានប្រាក់ចំណូលតិចឬអ្នកធ្វើការទទួលបានប្រាក់ខែ$500មតិរិះគន់ជាច្រើនបានធ្លាក់មកលើរូបនាងយ៉ាងកំហុកតែម្ដងប៉ុន្តែនៅក្នុងចំណោមរលកនៃការរិះគន់យ៉ាងក្តៅគគុកនេះគេសង្កេតឃើញមានបុគ្គលល្បីឈ្មោះនិងជាអ្នកសារព័ត៌មានដ៏មានឥទ្ធិពលមួយរូបគឺលោកផាញ់វណ្ណៈបានចេញមុខមកបញ្ចេញមតិយោបល់នឹងការពារសុកលីនយ៉ាងច្បាស់លោកផាញ់វណ្ណៈបានសរសេររៀបរាប់និងផ្ដល់ជាទស្សនៈថាដឹងរឿងច្បាស់ហើយតាមពិតក្មួយស្រីនិយាយមិនខុសទេប្រាក់ខែនៅទាបកំតាន់គិតគូរឿងគូស្រករលោកបានបញ្យល់បន្ថែមថាកាលពីសម័យមុនទោះបីគ្មានប្រាក់ខែក៏ដោយក៏មនុស្សអាចរកគូស្រករនិងបង្កើតគ្រួសារបានដែរព្រោះមានឪពុកម្ដាយជាអ្នកផ្សំផ្គុំឲ្យហើយម្យ៉ាងទៀតសម័យនោះទំនិញនិងការរស់នៅគឺមានតម្លៃធូរថ្លៃប៉ុន្តែមកមើលសម័យបច្ចុប្បន្នវិញអ្វីគ្រប់យ៉ាងគឺឡើងថ្លៃទាំងអស់ប្រាក់ខែទាបពេកត្រូវរ៉ាប់រងការចំណាយជាច្រើនដូចជាថ្លៃបង់ទឹកថ្លៃបង់ភ្លើងថ្លៃឈ្នួលបន្ទប់ថ្លៃម្ហូបអាហារប្រចាំថ្ងៃថ្លៃប្រេងម៉ូតូហើយប្រហែលជាត្រូវបង់ថ្លៃព្យាបាលជំងឺទៀតប្រសិនបើមានការឈឺថ្កាត់លោកផាញ់វណ្ណៈបានសង្កត់ធ្ងន់ថាប្រសិនបើបង្កើតគ្រួសារក្នុងកន្លងពេលដែលប្រាក់ចំណូលនៅទាបនោះគ្រួសារនឹងត្រូវប្រឈមមុខនឹងវិបត្តិជីវភាពប្រចាំថ្ងៃយ៉ាងធ្ងន់ធ្ងរលោកបានបញ្ជាក់ថាកញ្ញាសុកលីននិយាយដោយចេតនាល្អនិងផ្អែកលើការពិតតែប៉ុណ្ណោះដូច្នេះសូមបងប្អូនមេត្តាកុំខឹងឬជេរប្រមាថនាងអីប្រសិនបើមិនពេញចិត្តសម្ដីនេះទេសូមអូសរំលងឬផ្លុកចោលទៅលើសពីនេះលោកក៏បានរំលឹកនិងអំពាវនាវឲ្យប្រជាពលរដ្ឋរួបរวมគ្នាកុំឆ្លោះប្រកែកគ្នារឿងអត់ប្រយោជន៍នៅក្នុងថ្ងៃគម្រប់ខួបនៃការលើកទ័ពឈ្លានពានពីសំណាក់តេហ៊ានស៊ីមផងដែរប្រិមិត្តទាំងអស់គ្នាបន្ទាប់ពីយើងបានស្ដាប់សាច់រឿងទាំងស្រុងនេះហើយនាងខ្ញុំសូមអនុញ្ញាតធ្វើការវិភាគស៊ីជម្រៅបន្តិចជុំវិញបាតុភូតសង្គមមួយនេះទី1ការប៉ះទង្គិចរវាងអារម្មណ៍និងតថភាពសង្គមហេតុអ្វីបានជាសម្ដីរបស់សុកលីនធ្វើឲ្យបរិះឬអ្នកលេងបណ្ដាញសង្គមមួយចំនួនខឹងសម្បាចម្លើយគឺវាកើតចេញពីចំណុចប៉ះពាល់អារម្មណ៍នៅក្នុងសង្គមបូព៌ាឬសង្គមកម្ពុជាយើងបរិះតែងតែត្រូវបានដាក់សម្ពាធថាជាមេគ្រួសារដែលត្រូវតែមានសមត្ថភាពរកប្រាក់ចំណូលមកចិញ្ចឹមគ្រួសារនៅពេលដែលមាននារីម្នាក់និយាយថាប្រាក់ខែ$500មិនទាន់គ្រប់គ្រាន់វាបានប៉ះពាល់ដល់ស្មារតីនិង
អារម្មណ៍ស្វ័យប្រវត្តិរបស់អ្នកដែលកំពុងរកប្រាក់ចំណូលប្រហាក់ប្រហែលនេះដោយពួកគេយល់ថាវាជាការវាយតម្លៃឬរើសអើងទី2ប៉ុន្តែតើ$500គ្រប់គ្រាន់ដែរឬទេសម្រាប់សម័យកាលឆ្នាំ2026នេះប្រសិនបើយើងដកអារម្មណ៍ចេញហើយយកលេខនិងតថភាពសេដ្ឋកិច្ចមកនិយាយករណីរស់នៅម្នាក់ឯងប្រាក់ខែ$500អាចឲ្យយុវជនម្នាក់រស់នៅបានសមរម្យមានសេរីភាពហិរញ្ញវត្ថុខ្លះអាចសន្សំបានខ្លះនិងផ្ញើជូនឪពុកម្ដាយបានខ្លះករណីរៀបការមានដៃគូនៅពេលរៀបការចំណាយមិនមែនគុណនឹង2ទេពេលខ្លះវាគុណនឹង3ឬគុណនឹង4ថ្លៃជួលផ្ទះធំជាងមុនថ្លៃទឹកភ្លើងថ្លៃសង្គមអាពាហ៍ពិពាហ៍បុណ្យទាននិងជាពិសេសថ្លៃកូនថ្លៃបង្កើតកូនម្សៅលេការអប់រំនិងការព្យាបាលជំងឺដូច្នេះសម្ដីរបស់កញ្ញាសុកលីនមិនមែនជាការមើលងាយទេប៉ុន្តែជាការពិតដ៏ល្វីងជូរចត់នៃសេដ្ឋកិច្ចទីក្រុងនាពេលបច្ចុប្បន្នទី3សារអប់រំនៅពីក្រោយការត្រៀមខ្លួននាងខ្ញុំម៉ារីយល់ថាអ្វីដែលកញ្ញាសុកលីនចង់ផ្ញើសារមិនមែនជាការបិទបាំងសិទ្ធិមិនឲ្យមនុស្សមានស្នេហានោះទេប៉ុន្តែជារឿងការទទួលខុសត្រូវស្នេហាអាចផ្ដើមចេញពីបេះដូងនិងកម្លាំងចិត្តប៉ុន្តែអាពាហ៍ពិពាហ៍និងគ្រួសារត្រូវតែទ្រទ្រង់ដោយសេដ្ឋកិច្ចនិងការទទួលខុសត្រូវការយកគ្នាមករំបាក់វេទនាដោយគ្មានការរីកផែននិងការហិរញ្ញវត្ថុច្បាស់លាស់អាចនឹងនាំឲ្យកើតមានអំពើហិង្សាក្នុងគ្រួសារនិងការលែងលះនៅក្នុងពេលខាងមុខដោយដែលយើងបានឃើញស្រាប់នៅក្នុងសង្គមបច្ចុប្បន្នលោកផាញ់វណ្ណៈបានលើកឡើងការមើលឃើញពីបញ្ហាចំណាយនិងការប្រុងប្រយ័ត្នមុននឹងបង្កើតគ្រួសារគឺជាគំនិតលំអៀងទៅរកភាពចាស់ទុំមិនមែនជាការមើលងាយអ្នកក្រនោះឡើយជាការបូកសរុបមកវិញនាងខ្ញុំជឿជាក់ថារាល់មតិទស្សនៈទាំងអស់តែងតែមានជ្រុងពីរជានិច្ចអ្វីដែលសំខាន់គឺការបើកចិត្តឲ្យទូលាយទទួលយកការពិតនិងយកការរិះគន់ឬទស្សនៈទាំងនោះមកធ្វើជាដើមទុនក្នុងការអភិវឌ្ឍសមត្ថភាពនិងប្រាក់ចំណូលរបស់យើងឲ្យកាន់តែប្រសើរឡើងដើម្បីបង្កើតគ្រួសារមួយប្រកបដោយភាពកក់ក្ដៅនិងស្ថិរភាពចាស់ប្រិមិត្តអ្នកទស្សនាវិញយល់យ៉ាងណាដែរតើប្រិមិត្តយល់ស្របនឹងទស្សនៈរបស់សុកលីននិងលោកផាញ់វណ្ណៈដែរឬទេសូមបញ្ចេញមតិយោបល់នៅខាងក្រោមវីដេអូនេះទាំងអស់គ្នា